จูกเลียงเมียนชมัวหาวกล่าวถาของมิงโลกเจ้าในឆ្នាំ181ในคริสต์ศักราชในศกอย่างตู้โลกบานบัดบ้องอปุกมาได้ตั้งปีเขมรហើយបានទៅរស់នៅតំបន់ឡុងចុងដោយប្រកបរបរកសិករនិងខិតខំសិក្សាស្រាវជ្រាវអំពីក្បួនយុទ្ធសាស្ត្រនៅឆ្នាំ207នៃគ្រិស្តសករាជលាវប៉ៃបានអញ្ជើញជូកលៀង3លើកដើម្បីសុំឲ្យលោកមកធ្វើជាទីប្រឹក្សាពេលនោះជូកលៀងបានដាក់ចេញនូវយុទ្ធសាស្ត្រឡុងចុងដោយក្រុងបែងចែកទឹកដីចិនជា3ភាគីគឺភាគខាងជើងគ្រប់គ្រងដោយឆាវឆាវភាគអាគ្នេយ៍គ្រប់គ្រងដោយសុនឈៀននិងភាគខាងលិចគ្រប់គ្រងដោយលាវប៉ៃនៅឆ្នាំ208នៃគ្រិស្តសករាជជូកលៀងមានតួនាទីយ៉ាងសំខាន់ក្នុងការចរចាបង្កើតសម្ព័ន្ធមិត្តរវាងលាវប៉ៃនិងសុនឈៀនសម្ព័ន្ធមិត្តនេះបានរួមកម្លាំងគ្នាប្រយុទ្ធនឹងកងទ័ពឆាវឆាវហើយទទួលជ័យជំនះក្នុងសមរភូមិឈើពីរក្រោយពេលលាវប៉ៃឡើងគ្រងរាជ្យនៅនគរស៊ូជូកលៀងត្រូវបានតែងតាំងជាឧបរាជលោកបានរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋឲ្យមានច្បាប់ទម្លាប់ច្បាស់លាស់និងជួយអភិវឌ្ឍសេដ្ឋកិច្ចលោកក៏បានដឹកនាំកងទ័ពបង្ក្រាបកុលសម្ព័ន្ធភាគខាងត្បូងហើយប្រើវិធីដោះលែងមេដឹកនាំមេងហួរជាច្រើនលើកដើម្បីទាញយកចិត្តអ្នកស្រុកបន្ទាប់ពីលាវប៉ៃសោយទីបង្គត់ជូកលៀងបានទទួលបណ្ដាំឲ្យជួយមើលថែលាវសានលោកបានបន្តដឹកនាំកងទ័ពវាយប្រហារនគរវេជាច្រើនលើកក្នុងគោលបំណងស្ដាររាជវង្សហានឡើងវិញដោយសារការបំពេញភារកិច្ចយ៉ាងនឿយហត់លោកបានធ្លាក់ខ្លួនឈឺនិងទទួលអនិច្ចកម្មនៅវាលប្រដេញប៉ាយទីក្នុងឆ្នាំ234នៃគ្រិស្តសករាជក្នុងវ័យ53ឆ្នាំជូកលៀងត្រូវបានមនុស្សជំនាន់ក្រោយគោរពនិងចងចាំជានិមិត្តរូបនៃប្រាជ្ញាភាពឆ្លៀសវៃភាពស្មោះត្រង់និងការលះបង់ដើម្បីជាតិ